ជំរាបសួរមួយដែលជាអតិថិជនទាំងអស់ដែលតែងតែនិយមគាំទ្រជាមួយនឹងបុរាណគោដុតដៃឯកកំពង់ឆ្នាំងហើយជាទូទៅដោយសពមួយដងតែងតែកំងគោពីខាងពេកយើងខ្ញុំដើម្បីទៅចំអិនជូនទៅតាមកម្មវិធីផ្សេងបាទដូចជាកម្មវិធីខួបអាពាហ៍ពិពាហ៍កម្មវិធីខួបកំណើតកម្មវិធីឡើងគេហដ្ឋានឬក៏កម្មវិធីជួបជុំមិត្តភ័ក្តិបងប្អូននានានឹងតែងតែកំងគោដោយថ្ងៃនេះហាក់ដូចជាប្លែកបន្តិចគឺខាងបងប្រុសបងស្រីដែលនៅខ្សាមចិត្តជើងភ្នំក្រាំងដែលមាសយើងហ្នឹងគឺគាត់កំងបាទជ្រូកអាំងវិញម្ដងពីព្រោះថាឃើញគេកំងគោដុតហ្នឹងវាច្រើនម៉ូតច្រើនម៉ាកអញ្ចឹងណាបាទហើយគាត់សាកជ្រូកម្ដងតែជ្រូកហ្នឹងអាំងមានរសជាតិយ៉ាងណាដែរដោយអ្វីដែលអតិថិជនបានឃើញពុកម៉ែបងប្អូនបានឃើញអញ្ចឹងគឺថាមិនចាញ់គោប្រមាណទេកាលណាចំអិនស្បែកឲ្យឡើងផូររលោងបែបនេះហើយបើនិយាយអំពីរសជាតិវិញធានាថាឆ្ងាញ់បាទឆ្ងាញ់មែនទែនហើយចំពោះការចំអិនជ្រូកនេះគឺទម្ងន់50គីឡូបងប្អូនអរគ្នាហើយត្រឹមភ្ញៀវកិត្តិយសចំនួន40នាក់ឬក៏50នាក់អីនេះជ្រូកប៉ុណ្ណឹងគឺល្មមតែម្ដងដែលយើងមានទឹកត្រីភ្ជាប់ជាមួយនឹងទឹកប្រហុកហើយនៅក្នុងនោះដែរគឺមានការបាទ free បាញ់ហយចំនួន10គីឡូរួមជាមួយនឹងបាទទឹកត្រីផងដែរសម្រាប់ពិសាហើយនេះគឺជាសកម្មភាពដូចជាការអាំងជូនបងប្រុសបាទនៅឯខ្សាមសម្រាប់កម្មវិធីទទួលបងប្អូនដែលអញ្ជើញមកពីប្រទេសកូរ៉េយើងមើលតែស្បែកបងប្អូនអរគ្នាបាទស្រួយស្រិបឆ្ងាញ់តែម្ដងហើយធានាថាមិនខកបំណងនោះទេកម្មវិធីត្រឹមតែល្មមល្បាក់ល្បាល់ភ្ញៀវកិត្តិយស40នាក់50នាក់នេះគឺហូបមកល្មមបរិបូរគ្រប់គ្រាន់ហើយរសជាតិវិញធានាថាឆ្ងាញ់បាទជក់ចិត្តសម្រាប់កម្មវិធីគឺរលូនដោយដែលពុកម៉ែបងប្អូនបានទស្សនានៅក្នុងវីដេអូនេះហើយនេះយើងឃើញថាបាទទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងកម្មវិធីបាទមុននឹងឆ្អិនចាប់ដើមឈ្ងុយទៅដល់ម្ចាស់កម្មវិធីហើយការងារក៏ចាប់ផ្ដើមចាប់ភ្លះហាន់សាច់ហាន់ស្បែកដើម្បីឲ្យបងដែលជាម្ចាស់កម្មវិធីហ្នឹងបានភ្លក់មុនគេបាទបន្តមកទៀតគឺមានការអាំងបបវៀនរួចហើយមានការលាបទឹកសុះទឹកអីធ្វើឲ្យមានរសជាតិនឹងឡើងថែមមួយកម្រិតទៀតបាទនេះពិតជាពិសេសមែនទែននៅថ្ងៃនេះយើងឃើញថាខាងបងប្រុសបងស្រីនឹងពិតជាពូកែរនឹកមែនទែនបាទជាធម្មតាគេកំងខាងគោដុតគោអីអញ្ចឹងទៅប៉ុន្តែគាត់កំងជ្រូកបាទកំងជ្រូកវិញម្ដងគិតថាតម្លៃជ្រូកនេះអាចធូរថ្លៃជាងគោបន្តិចបន្តួចអញ្ចឹងណាហើយការហូបចុកអីក៏បរិបូរគ្រប់គ្រាន់សម្រាប់ភ្ញៀវកិត្តិយសទាំងអស់រួមជាមួយនឹងបងប្អូននៅក្នុងកម្មវិធីនេះផ្ទាល់គឺធានាថាបរិបូរហូរហៀតែម្ដងហើយនេះគឺជាបាទពវៀនដែលយើងបានហាន់រួចរាល់ផ្ទាប់ជាមួយនឹងបន្លែទឹកប្រហុកហើយមាន Gainsberg តិចឈាគ្នាទៅវិញទៅមកអូធានាថាឡើងរសជាតិបាទមួយកម្រិតទៀតតែម្ដងហើយបើនិយាយអំពីទឹកត្រីទឹកប្រហុកវិញធានាថាឆ្ងាញ់បាទបានពិសាម្ដងហើយគឺមានអារម្មណ៍នឹកចង់ពិសាម្ដងទៀតរួមជាមួយនឹងស្បែកជ្រូកដ៏ស្រួយដោយដែលបងប្រុសកំពុងតែពិសានេះគាត់ថាអូបាទស្រួយមែនទែនហើយឈ្ងុយហើយមានអារម្មណ៍ថាឆ្ងាញ់តែគាត់ឲ្យមេដៃចំពោះបាទក្រុមការងារយើងតែម្ដងហើយក្រៅពីនោះឃើញប្អូនបាទដែលជាកូនរបស់បងហ្នឹងក៏បានភ្លក់ផងដែរបាទប្អូនស្រីក៏បាននិយាយថាអូស្រួយពេញមាត់ហើយឆ្ងាញ់តែម្ដងហើយឥឡូវនេះបន្ទាប់ពីបានភ្លក់រួចរាល់ហើយក៏អ៊ំស្រីចាប់ដើមលើកបន្លែបាញ់ហយរួមជាមួយនឹងសាច់ជ្រូកហ្នឹងទៅបាទកន្លែងភ្ញៀវកិត្តិយសតែម្ដងជាចុងបញ្ចប់សូមគោរពជូនពរទៅដល់បងប្រុសបងស្រីដែលជាម្ចាស់កម្មវិធីសូមទទួលបានលាភសំណាងសិរីសួស្តីគ្រប់គ្នាអរគុណគោរពលា